Cái này số sợi nhạc này là dừng to mình hiện bởi dừng tiết chắc là mình hiện nay cứ control statement chắc là control statement nó không xịp là nắng cứ thời ban thời bè xem cầu cầu làm hôในการวอด code ได้ก็ the flow of execution ទៅតាមលក្ខខណ្ឌឬក៏ដំណើរការឡើងវិញអញ្ចឹង control statement ហ្នឹងគេបានបែងចែកជា3ប្រភេទដូចជា selection statement iteration loop statement ហើយនឹងjump statement អញ្ចឹងនៅក្នុងវីដេអូនេះយើងរៀនតែត្រឹមselection statement ទេដែលយើងប្រើប្រាស់ if statement if else statement ហើយនិង if else statement ដើម្បីប្រៀបធៀបលក្ខខណ្ឌណាមួយហ្នឹងអូខេអញ្ចឹងយើងចូលទៅអនុវត្តកូដរបស់យើងទាំងអស់នេះមុននឹងចូលទៅអនុវត្តកូដយើងត្រូវដឹងសិនថាif statement ហ្នឹងគឺអនុវត្តកូដនៅក្នុងបើសិនជាលក្ខខណ្ឌពិតហើយ if else statement ហ្នឹងគឺលក្ខខណ្ឌពិតហើយនឹងអនុវត្តនៅក្នុង if បើសិនជាមិនពិតអញ្ចឹងif statement នេះគឺអនុវត្តនៅកូដតែមួយលក្ខខណ្ឌហើយកន្លែងនេះគឺពីរលក្ខខណ្ឌហើយ if else if statement នេះគឺចាប់ពី3ឬក៏4លក្ខខណ្ឌនេះឡើងទៅហើយតើទៅជាមួយនឹង switch statement នេះគឺយើងប្រើប្រាស់សម្រាប់ជ្រើសរើស block code ណាមួយនៅក្នុងចំណោមជម្រើសជាច្រើនដោយគេប្រើ case ដោយផ្អែកទៅលើតម្លៃនៃអត្ថេណាមួយអូខេអញ្ចឹងយើងចូលទៅក្នុងកម្មវិធី Dev C++ របស់យើងទៅអូខេអញ្ចឹងយើងចូលទៅក្នុងកម្មវិធី Dev C++ របស់យើងមកអញ្ចឹងឥឡូវនេះយើងសិក្សាទៅជាមួយនឹងការដាក់លក្ខខណ្ឌឲ្យកូដរបស់យើងអញ្ចឹងខ្ញុំធ្វើការប្រៀបធៀបឧទាហរណ៍ថាតាំង in x មួយមកហើយនឹង y អូខេហើយយើងឲ្យតម្លៃ x ស្មើហើយតទៅមកទៀតយើងឲ្យតម្លៃ y ស្មើនឹង30ចឹងយើងដាក់លក្ខខណ្ឌឲ្យវាយើងប្រើ if មកអញ្ចឹងនៅក្នុងនេះគឺយើងនៅក្នុងវងកញ្ចក់នេះគឺជាលក្ខខណ្ឌដែលយើងដាក់ឲ្យកូដរបស់យើងអញ្ចឹងយើងដាក់មក x ធំជាង y អញ្ចឹងយើងឲ្យវា print ពាក្យថាចេញឆ្លងវា print ពាក្យថាអីយើងដាក់មកពេលបើសិនជា x ធំជាង y យើងឲ្យវា print ពាក្យថា fail ចឹងកន្លែងនេះយើងដាក់ L ដោយសារយើងប្រើលក្ខខណ្ឌតែ2អញ្ចឹងយើងប្រើតែ if ហើយនិង L ទេអញ្ចឹងបើក្រៅពីហ្នឹងយើងឲ្យគេយើងឲ្យ print ពាក្យថា true ចឹងទៅអូខេអញ្ចឹងពេលយើង run កូដមកCMENO error ដោយសារនៅកន្លែងនេះយើងភ្លេច L អូខេចឹងយើង run កូដរបស់យើងចឹងនេះគឺវាចេញ true ដោយសារគេដោយសារតែគេប្រៀបធៀបលក្ខខណ្ឌក្នុងលក្ខខណ្ឌនេះយើងឲ្យ x ធំជាង y អញ្ចឹងបើសិនជា x ធំជាង y វានឹង print តម្លៃពាក្យថា false មកបើសិនជា x តូចជាង y គឺវា print true មកអញ្ចឹងនៅក្នុងកូដរបស់យើងគឺវាចេញពាក្យថា true ដោយសារ x គឺវាអត់ធំជាង y ទេដោយសារតែវាតូចជាង y អញ្ចឹងនេះគឺជាការប្រើលក្ខខណ្ឌ if ដោយសារថាយើងដាក់តែពីរលក្ខខណ្ឌទេគឺមួយពិតហើយមួយមិនពិតអញ្ចឹងយើងប្រើតែ if ហើយនិង else ទេអូខេអញ្ចឹងយើងចង់ឲ្យកូដរបស់យើងប្រៀបធៀបតម្លៃដើម្បីរក grade របស់សិស្សអញ្ចឹងយើងតាំង in score មួយទៅអូខេអញ្ចឹងយើងឲ្យ score នេះស្មើជាមួយនឹង100មកយើងបិទ semicolon មកអញ្ចឹងយើងធ្វើការប្រៀបធៀបអញ្ចឹង if មកអញ្ចឹងបើសិនជា score នេះស្មើជាមួយនឹង100អញ្ចឹងយើងចង់ឲ្យគេ print ពាក្យថា grade A អញ្ចឹងបើសិនជាបន្ទុក100គឺសិស្សនោះទទួលបាន grade A បន្តមកទៀតយើងប្រើ L LE មកហើយយើងដាក់លក្ខខណ្ឌហ្នឹងទៀតអញ្ចឹងដាក់ថា score បើសិនជា score ស្មើជាមួយនឹង90អញ្ចឹងសិស្សហ្នឹងគឺទទួលបាន grade B អញ្ចឹងយើង CR មកហើយយើង
ដាក់ grade B ចឹងណាអូខេតមកទៀតយើងប្រើ LE មួយទៀតចឹងយើងប្រៀបធៀបទៀតបើសិនជា score ហ្នឹងស្មើជាមួយនឹង80អញ្ចឹងយើងឲ្យវា print grade C ហ្នឹងអូខេហើយតែយើង LE មួយទៀតហើយតមកយើងដាក់លក្ខខណ្ឌមួយទៀតមកបើសិនជា score នឹងស្មើជាមួយនឹង70អញ្ចឹងយើងឲ្យ print grade B ហ្នឹងទៅបន្តមកទៀតយើងប្រើ LE មួយទៀតមកចឹងយើងប្រៀបធៀបទៅបើសិនជាscore ស្មើជាមួយនឹង60អញ្ចឹងយើងឲ្យ print grade E ចឹងទៅខ្ញុំបន្តមកទៀតបើសិនជាចុងក្រោយយើងមិនបាច់ចំដាក់if else ក៏បានដែរយើងដាក់ថាទៅទេទៅ else ហើយយើងដាក់ឲ្យគេ print grade S ចឹងទៅអូខេអូខេចឹងយើងមើលលក្ខខណ្ឌរបស់យើងអញ្ចឹងកន្លែងនេះយើងតាំង score ស្មើជាមួយនឹង100អញ្ចឹងពេលនឹងចូលលក្ខខណ្ឌទី1ហើយបើសិនជា score ស្មើ100អញ្ចឹងគេនឹង print grade A ចេញមកឥឡូវយើង run អញ្ចឹងerror ដោយសារតែកន្លែងនេះយើងភ្លេច L1 អូខេយើង run មកទៀតហើយអញ្ចឹងវាចេញ grade A ដោយសារ score គឺ100អញ្ចឹងនៅកន្លែងនេះគឺវាចូលលក្ខខណ្ឌទី1របស់យើងអញ្ចឹងឧទាហរណ៍នៅក្នុងបើសិនជាយើងដាក់90អញ្ចឹងវានឹងចូលលក្ខខណ្ឌទី2របស់យើងគឺ grade B អូខេអញ្ចឹងវាចេញគឺ grade B អូខេអញ្ចឹងការប្រើ EL នេះគឺយើងប្រើសម្រាប់កំណត់លក្ខខណ្ឌរបស់កូដរបស់យើងប្រសិនមកលក្ខខណ្ឌទី1អត់ពិតវានឹងចូលឆែកលក្ខខណ្ឌទី2បើសិនជាលក្ខខណ្ឌទី2អត់ពិតទៀតគឺវានឹងចូលឆែកលក្ខខណ្ឌទី3វាឆែករហូតទៅដល់លក្ខខណ្ឌដែលពិតទៅវា print ចេញមកអញ្ចឹងឧទាហរណ៍នៅក្នុងកន្លែង score នេះខ្ញុំឲ្យគេបញ្ចូលទៅ keyboard អូខេអញ្ចឹងគាត់ថាកន្លែង in នេះយើងតាំង score ហើយយើងបិទ smear ឡើងមកបន្ទាប់មកយើងឲ្យគេបញ្ចូលទៅ keyboard អូខេអញ្ចឹងក្នុងនេះយើងដាក់មក student score ហ្នឹងទៅអូខេចាំបន្តទៀតយើងឲ្យគេ see in ទៅកាន់ score របស់យើងអញ្ចឹងកន្លែងនេះយើងអាចបញ្ចូល keyboard បានបើសិនយើងបញ្ចូល100អញ្ចឹងវានឹង print grade A បើយើងបញ្ចូល90វានឹង print grade B បើសិនជាយើងបញ្ចូល80វានឹងចេញ grade C អូខេអញ្ចឹងយើង run code របស់យើងមកអូខេអញ្ចឹងយើង enter score ហ្នឹងទៅអញ្ចឹងខ្ញុំដាក់ថា80បន្ទាប់មកយើង enter គឺវានឹងចេញ grade C ដោយសារវាចូលក្នុងលក្ខខណ្ឌទី3គឺ score ស្មើជាមួយនឹង80គឺ grade C ហើយនេះជាការប្រើប្រាស់ if else នៅក្នុងមេរៀន control statement របស់យើងអញ្ចឹង EL ហ្នឹងគឺយើងប្រើសម្រាប់កំណត់លក្ខខណ្ឌឲ្យកូដបើសិនមកលក្ខខណ្ឌទី1អត់ពិតវានឹងចូលឆែកលក្ខខណ្ឌទី2បើលក្ខខណ្ឌទី2អត់ពិតទៀតវានឹងឆែកលក្ខខណ្ឌទី3រហូតដល់វាធ្វើការប្រៀបធៀបស្មើជាមួយនឹងតម្លៃដែលយើងឲ្យរបស់វាហ្នឹងហើយអញ្ចឹងតកតងជាមួយនឹង control statement ដោយការប្រើ if else គឺមានតែប៉ុណ្្នឹងទេនៅវីដេអូក្រោយយើងនឹងចូលទៅដល់ switch camera